やっほのくにトラップルピに嘘でしょ嘘でしょもう一度言って嘘でしょそれはいそう簡単も嘘でしょはいもう本当はい嘘でしょめねたก็แม่นน้องនិយាយលេងតែហើយខកណាហើយរឿងហ្នឹងមិនកាប់ប៉ាទេណោះ嘘でしょក៏មែននៅក្នុងន័យខ្មែរគឺមានន័យអញ្ចឹងមកអញ្ចឹងដឹងហើយតើពាក្យហ្នឹងយើងប្រើពេលណាច្បាស់ជានៅពេលដែលយើង reaction ណាទៅលើព័ត៌មានអីមួយឬក៏រឿងអីមួយដែលគេនិយាយមកហើយយើងអត់ចង់ជឿណាថាក៏មែននោះអែមជឿទេហើយមិនបានទៅជាអញ្ចឹងកាត់ໄວមិនសមហើយ嘘でしょក៏មែនហើយអូខេអ្នកគ្នាមានឧទាហរណ៍សាមញ្ញមួយដែលអ្នកគ្នាអាចស្ដាប់ហើយស្រួលយល់តែម្ដងឧទាហរណ៍យើងទៅញ៉ាំអីជាមួយមិត្តភ័ក្តិញ៉ាំនំខេកណាហាងដែលនៅជិតផ្ទះហ្នឹងហើយទៅញ៉ាំឆ្ងាញ់ឆ្ងាញ់ហើយគិតថាចង់ទៅញ៉ាំម្ដងទៀតតែមិនទាន់បានទៅញ៉ាំផងអាមិត្តភ័ក្តិដែលទៅមួយយើងថ្ងៃមុនហ្នឹងវាមកហើយវាប្រាប់យើងវាប្រាប់ថាម៉េចណែ覚えてるこの間行ってたケーキ屋さんもう閉店したらしいよもう閉店したらしいよយើងឮហើយ嘘でしょ嘘でしょなんでもうそれはショックだはいじゃあអញ្ចឹងសាច់រឿងគឺមិនដែរមិញそうねこの間行ったケーキ屋さんもう閉店したらしいよはいじゃあគេមកប្រាប់យើងថាហាងនំខេកដែលយើងទៅថ្ងៃមុនហើយឈិត覚えてるមានចាំអត់ហ្នឹង閉店したらしいよឮថាបាត់ហើយហើយយើងណែមិន嘘でしょក៏ហត់មែនណងそうそれはショックだねអូយឯងស្លុតហ្មងនេះឮថាបាត់ចឹងមានពួកអីហាងនំខេកហ្នឹងឆ្ងាញ់សឹងអីហ្នឹងហើយមនុស្សឡើងច្រើនហើយហ្មងថាទៅទៀតហ្នឹងមិនទាន់បានទៅម្ដងទៀតផងមកបិទអីណាអត់ចង់ជឿទេកុហកទេរឿងហ្នឹងនោះហើយយ៉ាងចឹង嘘でしょはい嘘でしょបាទអញ្ចឹងការពិតបិទឬកំបិតមានតែ check មើលខ្លួនឯងទៅព្រោះនឹងចាំរាមលឺណាហើយប្រកនតែឥឡូវតក់ស្លុតបាត់ហើយព្រោះហាងដែលយើងចង់ទៅញ៉ាំហើយយើងចូលចិត្តលឺថាបាត់អញ្ចឹងហើយចានេះ嘘でしょ嘘でしょわからないけどねចានឹងគឺជាឧទាហរណ៍ទី1ឧទាហរណ៍ទី2ណា嘘でしょឧទាហរណ៍ទី2នេះគឺចង់នាំអ្នកនរគ្នាទៅនិយាយដើមតារាសានេះហើយវាចូលចិត្តកន្លែងការងារវាខ្លាំងមែនតើស្រាប់តែមានអីលឺអាចារ្យបារាមមកថាតារាវាដូរការងារចាអញ្ចឹងមិត្តភ័ក្តិហ្នឹងមកប្រាប់យើងទៀតហើយណែតារាさんねこの間急に転職したんだってつまり会社を辞めたんだってでពេលយើងលឺមក嘘でしょなんで急にだってダラさん今の会社好きって言ってたでしょうねいや絶対嘘いや本当ではないと私は思うはい嘘でしょហើយអញ្ចឹងមានន័យថាគេមកប្រាប់យើងថាតារានឹងឮថាវាដូរការងារហើយវាឈប់ពីក្រុមហ៊ុនបាត់ហើយយើងនេះយើង shock បដ ாய் ទេស្អីយើងដឹងថាតារាឈប់ល្មិចភ្លាមហ្នឹងហើយឃ្យូនេះណនទេថៃហ្នឹងបើវាប្រាប់ថាវាចូលចិត្តក្រុមហ៊ុនហ្នឹងសឹងអីហ្នឹងហើយចាអញ្ចឹងយើងមិន shock ហើយចាអញ្ចឹងយើងមិនចង់ជឿទេព័ត៌មានហ្នឹងចាអញ្ចឹង嘘でしょ絶対嘘ណាហើយច្បាស់ជាកុហកហើយมันអាចជាការពិតទេ嘘でしょហើយចាអញ្ចឹងរាល់ reaction ណាដែលអ្នកគ្នាចង់បង្ហាញថាអូយខ្ញុំចង់ជឿទេអ្វីណានិយាយកុហកទេដឹងអីអ្នកគ្នាអាចប្រើជាមួយនឹង嘘でしょកុំភ្លេចលេងទឹកមុខផងណា嘘でしょហើយចាណា